ការសម្រាប់ចាត់សាងសង់រោងចក្រដំឡើងរថយន្តនេះគឺជាការជឿជាក់យ៉ាងមុតមាំបំផុតទៅលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយចក្ខុវិស័យវែងឆ្ងាយហើយក៏ជាយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន KNN Group ផងដែរក្នុងគោលដៅជំរុញអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្តនៅក្នុងស្រុកគម្រោងរោងចក្រដំឡើងរថយន្ត KNN Group នឹងត្រូវវិនិយោគជាទឹកប្រាក់សរុបប្រមាណ$28 លានសហរដ្ឋអាមេរិកនិងគ្រប់គ្រងភាគហ៊ុន 100% ដោយជនជាតិខ្មែរការដំឡើងរថយន្តដោយផ្ទាល់នៅកម្ពុជាគឺជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលព្រមទាំងផ្ដល់នូវការផ្ទេរបច្ចេកវិទ្យាទំនើបជំនាញបច្ចេកទេសដល់យុវជនខ្មែរជំនាន់ក្រោយលើសពីនេះគម្រោងនេះនឹងចូលរួមអភិវឌ្ឍធនធានមនុស្សបង្កើតបុគ្គលិកជំនាញនិងឱកាសការងាររាប់រយកន្លែងសម្រាប់សហគមន៍យើងនាពេលខាងមុខរោងចក្រនេះនឹងក្លាយជាមូលដ្ឋានផលិតកម្មរថយន្តដ៏សំខាន់សម្រាប់ម៉ាកយីហោរថយន្តជាច្រើនប្រភេទហើយយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលផលិតនិងនាំចេញរថយន្តដ៏សំខាន់នៅក្នុងតំបន់និងលើឆាកអន្តរជាតិខ្ញុំមានជំនឿជឿជាក់ថាគម្រោងរបស់ KNN Automotive គឺចូលរួមចំណែកពង្រឹងនៅប្រព័ន្ធអេកូឡូជីនៃឧស្សាហកម្មយានយន្តដើម្បីបង្កើតការងារនិងការចូលរួមរបស់កម្ពុជាក្នុងខ្សែចង្វាក់ផលិតកម្មក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនដើម្បីធានាឲ្យគម្រោងនេះអនុវត្តបានដោយរលូននិងទទួលបានជោគជ័យស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនិងសូមជូនពរឲ្យក្រុមហ៊ុនទទួលបានការសាងសង់ប្រកបដោយសុខសុវត្ថិភាពហើយរីករូបរាងជាអគារដ៏ស្កឹមស្កៃនេះសូមអរគុណTour. Drive your future.